វកញ្ញាមីយ៉ាម៉ាថេស៊ូជេងបង្ហាញវត្តមានយ៉ាងភ្ញាក់ផ្អើលនៅប្រទេសកម្ពុជាត្រៀមការងារជាច្រើនរួមគ្នាជាមួយប៊ីសុធារីមហាជនអ្នកគ្រប់គ្រងវិស័យប្រកួតសម្រស់ទាំងជាតិនិងអន្តរជាតិបាននឹងកំពុងភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីបវរកញ្ញាប្រចាំប្រទេសមីយ៉ាម៉ាដ៏ល្បីល្បាញម្នាក់ដែលមានឈ្មោះថាថេស៊ូយេងបានបង្ហាញវត្តមាននៅព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗនេះនៅក្នុងដំណើរមកកាន់ប្រទេសកម្ពុជាលើកនេះកញ្ញាប៊ីសុធារីដែលជាមិត្តស្និទ្ធស្នាលបានឲ្យដឹងថាលើសពីដំណើរទស្សនកិច្ចបវរកញ្ញាមីយ៉ាម៉ាខាងលើនឹងធ្វើការផ្សព្វផ្សាយតំបន់ទេសចរមួយចំនួននៅរាជធានីភ្នំពេញរួមមានប្រលានយន្តហោះអន្តរជាតិដេជោ Wall Street ម្ហូបអាហារនិងទំនៀមទម្លាប់ប្រពៃណីខ្មែរជាដើមក្រៅពីនេះប៊ីសុធារីរួមទាំងក្រុមការងារក៏ចង់បង្ហាញឲ្យឃើញដែរថាប្រទេសកម្ពុជាមានសន្តិភាពនិងមានការរីកចម្រើនលើវិស័យផ្សេងៗដែលអន្តរជាតិមួយចំនួនមិនបានដឹងយ៉ាងណាមិញមុនពេលធ្វើដំណើរមកដល់ថេស៊ូយេងក៏បានបង្ហើបអារម្មណ៍ប្រាប់ទៅកាន់ប៊ីសុធារីថានាងសប្បាយចិត្តដែលបានត្រឡប់មកប្រទេសកម្ពុជាសារជាថ្មីម្ដងទៀតជាពិសេសបានជួបជាមួយអ្នកគ្រប់គ្រងនៅកម្ពុជាផ្ទាល់តែម្ដងដែលនេះជាការរំពឹងទុករបស់អ្នកគ្រប់គ្រងដូចគ្នាដែរក្នុងគោលបំណងចង់ឲ្យបវរកញ្ញាមីយ៉ាម៉ារូបនេះមកកាន់ទឹកដីសុវណ្ណភូមិរបស់យើងគួររំលឹកដែរថាថេស៊ូយេងធ្លាប់មកប្រទេសកម្ពុជាម្ដងរួចមកហើយនៅអំឡុងខែតុលាឆ្នាំ2024ក្នុងការតំណាងឲ្យប្រទេសមីយ៉ាម៉ាសម្រាប់ការប្រកួត Miss Grand International ដែលជាការសហម្ចាស់ផ្ទះរវាងកម្ពុជាថៃដោយឡែកសម្រាប់ការវិលមកកម្ពុជានៅឆ្នាំ2025នេះនាងក៏មានកម្រងការងារជាច្រើនរួមគ្នាជាមួយកញ្ញាប៊ីសុធារីទាំងនៅក្នុងប្រទេសកម្ពុជានិងប្រទេសមីយ៉ាម៉ាផងដែររាយការណ៍ពីនេះខ្ញុំស្វានី TV5 Online News